យូនៅអាយរ៉ែនបាទសង្គ្រាមនៅអាយរ៉ែនចាប់ផ្ទុះឡើងវិញហើយទីផ្សារប្រេងឆៅនឹងឡើងវិញបើការវាយប្រហារផ្ទុះឡើងសារជាថ្មីនៅពេលដែលកម្លាំងសហរដ្ឋអាមេរិកទើបតែបានវាយប្រហារជាច្រើនកន្លែងទៅកាន់ទើបបានវាយប្រហារជាច្រើនកន្លែងបាទទើបបានវាយប្រហារជាច្រើនកន្លែងទៅកាន់ភាគខាងត្បូងនៃប្រទេសអាយរ៉ាន់បានធ្វើការវាយប្រហារទៅប្រទេសបារ៉េននិងប្រទេសកូវេតកាលពីល្ងាចម្សិលមិញហើយបច្ចុប្បន្ននេះការប្រឈមកំពុងតែក្តៅនៅក្នុងពេលនេះណាដែលការប្រឈមកំពុងតែក្តៅនេះបានឈានដល់ចំណុចមួយដែលអាចនឹងផ្ទុះសង្គ្រាមសារជាថ្មីម្ដងទៀតនៅពេលដែលកងទ័ពអ៊ីស្រាអែលបានត្រៀមលក្ខណៈរួចជាស្រេចធ្វើការវាយប្រហារទៅលើអាយរ៉ាន់ជាលើកទី2ក្រោយការវាយប្រហារដ៏សន្ធឹកសន្ធាប់ធ្វើឡើងនៅថ្ងៃទី28ខែកុម្ភៈកន្លងទៅនេះត្រង់នេះជាចំណុចមួយដែលអាចផ្ទុះសង្គ្រាមហើយទីផ្សារហិរញ្ញវត្ថុនឹងចាប់ផ្ដើមប្រែប្រួលតើលើកនេះអង្គការ NATO ជាពិសេសបណ្ដាប្រទេសទាំងឡាយនៅយុរ៉ុបនឹងចូលរួមច្បាំងប្រឆាំងនឹងអាយរ៉ាន់ជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែរឬទេប្រសិនបើសង្គ្រាមនេះផ្ទុះឡើងនៅពេលដែល MOU បានចុះហត្ថលេខាត្រូវទាត់ចោលចាត់ទុកជាមោឃៈណាចាត់ទុកជាមោឃៈដូច្នេះហើយនៅពេលដែលចាត់ទុកជាមោឃៈសង្គ្រាមត្រូវកើតឡើងហើយយើងត្រឡប់ទៅរំលឹកឡើងវិញនៅសម្ដីរបស់មនុស្សម្នាក់ឈ្មោះដែលហៅខ្លួនឯងថា Professor Chang ស្ដីអំពី game theory ដែល Professor Chang នេះល្បីមួយឆាវក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញនៅក្នុងពេលនេះតើណានៅក្នុងពេលនេះតើអង្គការ NATO នឹងចូលរួមជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលធ្វើការវាយប្រហារទៅលើប្រទេសអាយរ៉ាន់ឬទេឬមួយក៏អង្គការ NATO ត្រូវបែកខ្ញែកគ្នាដូចដែលយើងឃើញទស្សនភាពសពថ្ងៃការទម្លាក់គ្រាប់បែកថ្មីនេះណាការទម្លាក់គ្រាប់បែកថ្មីនេះគឺបង្ហាញឲ្យឃើញថាកម្លាំងសហរដ្ឋអាមេរិកបានប្រើគ្រាប់បែកខ្លាំងមួយចំនួនហើយក៏ឃើញសញ្ញានៃការផ្ទុះច្រើនតើនៅក្នុងពេលឆាប់ខាងមុខនេះសង្គ្រាមពិតជាផ្ទុះឡើងមែនឬទេ
សង្គ្រាមនៅអាយរ៉ាន់មានភាពស្មុគស្មាញនិងមានគោលដៅតាក់ទងនឹងការកែប្រែនៃភូមិសាស្ត្រនយោបាយដែលធ្វើឲ្យពិភពលោកញាប់ញ័រនឹងវិបត្តិថាមពលដែលវិបត្តិថាមពលនេះក៏ក្រោយពេលជិត5ខែកន្លងទៅអាចសញ្ញាឲ្យឃើញការយកចិត្តទុកដាក់ណាអំពីការកែប្រែប្រព័ន្ធផ្គត់ផ្គង់និងប្រព័ន្ធដឹកជញ្ជូនទំនិញសព្វសារពើតាក់ទងនឹងតំបន់ឈូងសមុទ្រពើហ្សៀនទោះបីជាយ៉ាងណាក៏ដោយក៏ឃើញថាអ្វីហាក់ដូចជាត្រូវទម្លាក់ចោលចាត់ទុកជាមោឃៈនៅពេលដែលការវាយប្រហារគ្នាធ្វើឡើងសារជាថ្មីម្ដងទៀតតើអ៊ីស្រាអែលធ្វើការវាយប្រហាររបៀបណានៅក្នុងឈុតដែលច្បាំងគ្នាជាលើកទី2ក្រោយពេលដែលបញ្ចប់ការបាញ់មួយផ្លែតតាមរយៈហត្ថលេខាលើ MOU ដែលគ្មានការចូលរួមពីសំណាក់អ៊ីស្រាអែលទេមកទល់ពេលនេះយើងក្រឡេកមើលឃើញថាសភាពការកំពុងតែក្តៅគគុកក្នុងសន្និសីទសារព័ត៌មាននៅក្នុងកិច្ចប្រជុំអង្គការ NATO លោកប្រធានាធិបតីត្រាំបាននិយាយថាការប៉ះគ្នាសារជាថ្មីលោកគិតថា MOU ត្រូវអស់មានសុពលភាពហើយក្នុងពេលនេះអ៊ីស្រាអែលក៏បានត្រៀមលក្ខណៈប្រុងជើងការវាយប្រហារទៅលើអាយរ៉ាន់សារជាថ្មីនៅក្នុងពេលដែលរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកលោក Pete Hegseth បានលុបចោលដំណើររបស់លោកទៅកាន់ប្រទេសអ៊ីស្រាអែលការដាក់ទណ្ឌកម្មលើប្រេងឆៅរបស់អាយរ៉ាន់ឡើងវិញនិងការធ្វើការវាយប្រហារទៅលើអាយរ៉ាន់កំពុងតែបង្កកម្ដៅជាខ្លាំងនៅក្នុងតំបន់ឈូងសមុទ្រនិងច្រកសមុទ្រហ័រមូសប្រទេសចិនបានអំពាវនាវឲ្យភាគីជម្លោះកាត់បន្ថយភាពតានតឹងនៅពេលដែលកំពុងតែតាមដានសភាពការសង្គ្រាមអាយរ៉ាន់ដោយយកចិត្តទុកដាក់